មានគ្នាយើងម្នាក់គាត់សួរថាតើមានអ្វីកើតឡើងបើសិនបានមនុស្សយើងអាចបង្កើតម៉ាស៊ីនឆ្លងពេលវេលាបានហើយខ្ញុំក៏បានស្រាវជ្រាវអំពីរឿងនេះតាក់ទងជាមួយនឹង theory និងវិទ្យាសាស្ត្រជាក់ស្ដែងប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ដឹងការពិតពីរឿងនេះចូលមកស្ដាប់ឲ្យដល់ចប់សួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ David តោះទៅដឹងនឹងទាំងអស់គ្នា Melis Aurora គឺជា brand ទឹកអប់ high end ដែលខ្ញុំបានធ្វើឡើងហើយលក់ក្នុងតម្លៃសមរម្យបំផុតគឺមួយដបត្រឹមតែ$10តែប៉ុណ្ណោះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងថារើសក្លិនមួយនេះអាចស័ក្តិសមទៅនឹងកលៈទេសៈអ្នកទាំងអស់គ្នាអាចឆាតមក Facebook page ឬក៏ Telegram បាននិងមានក្រុមការងារជួយណែនាំអ្នកទាំងអស់គ្នាទោះមិនទាន់ទិញក៏ដោយហើយអ្វីដែលកាន់តែពិសេសនោះគឺថាទិញមួយដបថែម tester 5 ml មួយតែបើទិញ2ដបថែម tester 2ហើយ free delivery ទៀតអញ្ចឹងកុំភ្លេចឆាតមកក្នុង page និង Telegram Melis Auroraបើនិយាយអំពីការធ្វើដំណើរឆ្លងពេលវេលាវិញមានទ្រឹស្ដី conspiracy រាប់ពាន់រាប់ម៉ឺនហើយសូម្បីតែក្នុងភាពយន្តក៏មិនខ្វះដែរដែលនិយាយអំពីការធ្វើដំណើរឆ្លងពេលវេលានេះក៏ប៉ុន្តែវាគ្មានអ្វីដែលបញ្ជាក់ឲ្យជាក់ស្ដែងថាវាជាការពិតនោះទេកាលពីវីដេអូមុនខ្ញុំធ្លាប់បាននិយាយអំពីការធ្វើដំណើរឆ្លងពេលវេលារួចហើយប៉ុន្តែខ្ញុំគ្រាន់តែលើកពីទ្រឹស្ដីបែបធម្មតាដូចជា butterfly effect ឬក៏ grandfather paradox អីតែប៉ុណ្ណោះប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយស៊ីជម្រៅអំពីការធ្វើដំណើរឆ្លងពេលវេលានេះនិង conspiracy theory ដែលអាចទៅរួចចំពោះការធ្វើដំណើរឆ្លងពេលវេលានេះហើយក៏បានបកស្រាយថាការធ្វើដំណើរឆ្លងពេលវេលានេះទៅជាយ៉ាងណាវិញឥឡូវខ្ញុំមកបញ្យល់អ្នកទាំងអស់គ្នានៅក្នុង perspective មួយដែលថាពេលវេលាមិនមែនជាខ្សែបន្ទាត់ទេដោយកន្លងមកយើងធ្លាប់តែគិតថាការធ្វើដំណើរឆ្លងកាត់ពេលវេលាគឺដូចជាការជិះឡានទៅមុខឬក៏ទៅក្រោយអញ្ចឹងប៉ុន្តែចុះប្រសិនបើការយកឃើញទាំងអស់នេះគឺខុសទាំងស្រុងបើតាមរយៈការសិក្សាអំពី quantum mechanics អ្នកវិទ្យាសាស្ត្របានរកឃើញថាអតីតកាលបច្ចុប្បន្នកាលនិងអនាគតកាលអាចកើតឡើងក្នុងពេលតែមួយចុះបើយើងឧបមាថាម៉ាស៊ីនពេលវេលានេះមិនមែនជាការធ្វើដំណើរទេប៉ុន្តែវាគឺជាការបដូររលកសញ្ញាប្រៀបដូចជាបដូរប៉ុសនៃវិទ្យុអញ្ចឹងដែរទៅកាន់ទំព័រផ្សេងទៀតនៃសកលលោកឬក៏ parallel universe ហើយបើតាមទ្រឹស្ដី self consistency វាសនាមិនអាចកែប្រែបានទេអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះថា Novikov បានលើកឡើងនៅទ្រឹស្ដីមួយដែលហៅថា Novikov self consistency principle ដែលទ្រឹស្ដីនេះនិយាយថាទោះបីជាអ្នកអាចធ្វើដំណើរទៅកាន់អតីតកាលមែនក៏ប៉ុន្តែអ្នកមិនអាចកែប្រែអ្វីបានទាំងអស់ហើយអ្វីទៅក៏ដោយសារតែព្រោះសកម្មភាពដែលអ្នកព្យាយាមកែប្រែក្នុងអតីតកាលនេះហើយតាមពិតទៅវាគឺជាចំណែកមួយដែលធ្វើឲ្យអនាគតរបស់អ្នកនេះបានកើតឡើងទៅវិញបើអ្នកព្យាយាមទៅខាត់នរណាម្នាក់កុំឲ្យកើតមានគ្រោះថ្នាក់នោះសកម្មភាពរបស់អ្នកនេះឯងដែលជាអ្នកបង្កគ្រោះថ្នាក់ដោយចៃដន្យហើយនៅក្នុងទ្រឹស្ដីនេះពេលវេលាគឺជារង្វង់បិទជិតឬក៏ closed time like curve វាមានន័យថាអ្វីៗគ្រប់យ៉ាងត្រូវបានកំណត់រួចជាស្រេចទៅហើយដែលមិនអាចកែប្រែបានហើយទ្រឹស្ដីមួយទៀតបាននិយាយអំពីការធ្វើដំណើរតាមរយៈព័ត៌មានឬក៏ deep dive នេះគឺជាចំណុចដែលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Cambridge បានចាប់អារម្មណ៍បំផុតក៏ដោយសារតែពួកគេមិនបានបញ្ជូនមនុស្សទៅកាន់អតីតកាលទេក៏ប៉ុន្តែពួកគេបែរជាព្យាយាមបញ្ជូនព័ត៌មានទៅវិញហើយនៅក្នុងពិភពរូបវិទ្យាព័ត៌មានគឺមិនអាចត្រូវបានគេបំផ្លាញចោលបានឡើយឬក៏ quantum no hiding theorem បើតាមរយៈបាតុភូត quantum entanglement ភាគល្អិតពីរអាចមានទំនាក់ទំនងជាមួយគ្នាភ្លាមទោះបីជាវានៅឆ្ងាយរាប់លានគីឡូម៉ែត្រពីគ្នាក៏ដោយការពិសោធន៍ថ្មីនេះបានបង្ហាញថាយើងអាចបញ្ឆោតភាគល្អិតទាំងនេះឲ្យមានឥរិយាបថដូចជាពួកវាបានដឹងពីអ្វីដែលកើតឡើងក្នុងពេលអនាគតរួចទៅហើយដែលឧទាហរណ៍ឲ្យងាយយល់មានន័យថាប្រសិនបើកូនចៅនៅពេលអនាគតនេះបានផ្ញើសារ digital មកកាន់យើងនៅពេលនេះតើយើងដឹងខ្លួនដែរឬទេយើងអាចនិយាយថាញាណរបស់យើងអាចដឹងវាអាចជាព័ត៌មានក្នុងពេលអនាគតដែលកំពុងហូរចូលមកកាន់សតិសម្បជញ្ញៈរបស់យើងដូចជាការដឹងមុននៅអ្វីដែលល្អបំផុតសម្រាប់យើងនេះឯងដែលយើងតែងតែហៅថា déjà vu ឬក៏ការដឹងទុកមុនវាអាចទេដែលថាការដឹងទុកមុននោះគឺជាការបញ្ជូនព័ត៌មានពីពេលអនាគតមកកាន់យើងក្នុងពេលបច្ចុប្បន្ននេះហើយទ្រឹស្ដីមួយទៀតគឺនិយាយអំពីការពិសោធន៍របស់លោក Stephen Hawking ការពិសោធន៍របស់ Stephen Hawking នេះគឺល្បីខ្លាំងមែនទែនសម្រាប់អ្នកដែលចូលចិត្តស្ដាប់អំពីរឿងវិទ្យាសាស្ត្រគឺតែងតែឮគេនិយាយអំពីការពិសោធន៍របស់ Stephen Hawking ស្វែងរកអ្នកធ្វើដំណើរឆ្លងពេលវេលានេះហើយដែលរឿងនេះគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថាការពិសោធន៍របស់លោក Stephen Hawking កាលពីឆ្នាំ 2009 លោក Stephen Hawking បានរៀបចំពិធីជប់លៀងមួយសម្រាប់អ្នកធ្វើដំណើរឆ្លងពេលវេលាប៉ុន្តែលោកបានផ្ញើលិខិតអញ្ជើញបន្ទាប់ពីពិធីជប់លៀងនេះបានបញ្ចប់បើសិនបានមានមនុស្សអាចធ្វើដំណើរឆ្លងពេលវេលាមកពិតមែនពួកគេនឹងឃើញលិខិតនោះហើយត្រឡប់មកចូលរួមវិញ
ប៉ុន្តែជាលទ្ធផលគ្មាននរណាម្នាក់មកនោះទេតើមានន័យថាម៉ាស៊ីនឆ្លងពេលវេលាគឺមិនអាចបង្កើតបានមែនទេអ្នកវិទ្យាសាស្ត្រខ្លះក៏បានបដិសេធអំពីការពិសោធន៍នេះដែរដោយគេបកស្រាយថាវាអាចមកពីច្បាប់រូបវិទ្យាមួយដែលហៅថាមនុស្សអាចត្រឡប់ទៅកាន់អតីតកាលបានលុះត្រាតែម៉ាស៊ីនឆ្លងពេលវេលានោះនៅដើមទីរួចជាស្រេចដែលកំពុងរងចាំនៅវិនាទីទី0នៃការបង្កើតម៉ាស៊ីនឆ្លងពេលវេលាជាលើកដំបូងដែលឧទាហរណ៍ឲ្យងាយយល់មានន័យថាម៉ាស៊ីនឆ្លងពេលវេលានោះចាប់ផ្ដើមនៅពេលណាគេរាប់ពីឆ្នាំ0នៅចំណុចនោះរហូតដល់អនាគតកាលទៀតគេអាចត្រឡប់មកកាន់ត្រឹមឆ្នាំតែម៉ាស៊ីនពេលវេលាបង្កើតឡើងនោះឯងបើសរុបសេចក្តីមកវិញរហូតមកដល់ពេលនេះពេលវេលាក៏នៅតែជាអាចកំបាំងសម្រាប់អ្នកវិទ្យាសាស្ត្រកំពុងតែដេញដោលគ្នាមិនថាវាជារង្វង់បិទជិតនៃវាសនាឬក៏ជាការបញ្ជូនព័ត៌មានពីអនាគតឡើយអ្វីដែលអាចធ្វើបានក្នុងនាមជាមនុស្សជាតិគឺការរស់នៅក្នុងពេលបច្ចុប្បន្នឲ្យល្អបំផុតកុំរងចាំដល់ម៉ាស៊ីនឆ្លងពេលវេលាអាចកើតឡើងបានទើបយើងទៅកែប្រែខ្លួនឡើងវិញចុះសម្រាប់អ្នកទាំងអស់គ្នាវិញអ្នកទាំងអស់គ្នាជឿថាវាសនាត្រូវបានគេសរសេរទុករួចហើយឬក៏យើងបង្កើតវាដោយខ្លួនឯងហើយបើសិនបើមានព័ត៌មានមួយយ៉ាងដែលផ្ញើពីអនាគតមកប្រាប់អ្នកនៅពេលនេះតើអ្នកគិតថាវាជាអ្វីកុំភ្លេចខមមិនប្រាជ្ញានៅខាងក្រោមផងដូច្នេះវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណគ្រប់គ្នាសម្រាប់ការទស្សនាវីដេអូនេះបើអ្នកទាំងអស់គ្នាពេញចិត្តសូមកុំភ្លេចចុច like និង subscribe អ្នកទាំងអស់គ្នាក៏អាចចូលមកមើលវីដេអូផ្សេងៗរបស់ខ្ញុំបានផងដែរសូមអរគុណ